បាទសរសៃមកអ្នកគ្នាបាទវីដេអូនេះផងដែរខ្ញុំបានមកបង្ហាញបងប្អូនអ្នកគ្នាអំពីដំណោះស្រាយបាទនៅពេលដែលយើងបង្កើត account IEC បាទក៏ប៉ុន្តែវាអត់ផ្ញើជាមួយនឹងសារ verify មកកាន់ Gmail របស់យើងបាទអញ្ចឹងកុំឲ្យខាតពេលវេលាច្រើនយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាតែម្ដងទៅបាទអញ្ចឹងដំបូងឡើយគឺជាធម្មតាគឺយើងចូលមកកាន់ register បាទហើយបន្តមកទៀតគឺវាយ Gmail របស់យើងចូលបាទអញ្ចឹងខ្ញុំបានបញ្ចូលជាមួយនឹង Gmail របស់ខ្ញុំបានមកបាទអញ្ចឹងដាក់ Gmail របស់យើងចូលបាទបាទនៅពេលដែលយើងដាក់ Gmail រួចរាល់ហើយយើងដាក់ password ចូលអញ្ចឹង password អាចដាក់តាមចិត្តរបស់បងប្អូនបានប៉ុន្តែដាក់ឲ្យត្រូវលក្ខខណ្ឌរបស់គេទៅមានអក្សរធំអក្សរតូចលេខលីសញ្ញាអញ្ចឹងទៅបាទតទៅទៀតចុច next មកបាទដល់ពេលរួចរាល់ចុច next ទៅបាទមកដល់កន្លែងនេះគឺវារងចាំឲ្យវាផ្ញើសារមកតែវាអត់ផ្ញើសារមកទេអញ្ចឹងបងប្អូនចូលទៅកាន់ Gmail ចូលទៅកាន់ Gmail មួយណាដែលបងប្អូនបានដាក់ហើយនាងបងប្អូនមើលបានវាអត់ផ្ញើសារមកណាកន្លែងហ្នឹងវាអត់ទៅណាទេគឺវាធ្លាក់ចូលទៅក្នុងចំណុចមួយគេហៅថា spam អញ្ចឹងបងប្អូនចូលទៅកាន់កន្លែង spam ចូលតាមខ្ញុំបាទចឹងទៅអញ្ចឹងវាឃើញបងប្អូនឃើញហើយគឺ IC ផ្ញើមកនៅកន្លែងហ្នឹងបាទគឺផ្ញើសារមកកន្លែងហ្នឹងវាអត់ធ្លាក់ទៅកន្លែង all inbox ទេគឺវាធ្លាក់មកកន្លែង spam ដល់ពេលយើងចុចហើយគឺវានឹងធ្លាក់ទៅកន្លែង all inbox ធម្មតាអញ្ចឹងបងប្អូនអាចត្រឡប់ទៅកាន់ all inbox វិញបាទកន្លែងសារទាំងអស់របស់យើងបាទហើយនៅខាងលើគេហ្នឹងបាទបងប្អូនឃើញហើយសារមិញហ្នឹងបាទអញ្ចឹងបន្តមកបងប្អូនចុចលើពាក្យ verify now ហ្នឹងមកបាទ verify now បាទចុចលើពាក្យ verify now កន្លែងបៃតងហ្នឹងបាទចុចហើយបាទចុចចូលទៅកាន់ជាមួយ browser Chrome ទៅបាទអញ្ចឹងគឺវាបាទ activate រួចរាល់បាទមានន័យថានៅពេលហ្នឹងគឺ app យើងគឺបាន activate រួចរាល់ហើយអញ្ចឹងអាចចូលទៅកាន់ app ដើម app IC របស់យើងវិញហើយធ្វើការ login ចូលបាទបន្តមកទៀតគឺយើងចូល account យើងបានជោគជ័យអាចភ្ជាប់មួយកាមេរ៉ាបានបាទអញ្ចឹងបើសិនជាបងប្អូនកំពុងជួបនឹងបញ្ហាហ្នឹងបាទបងប្អូនអាចមើលវីដេអូនេះបានហើយធ្វើតាមខ្ញុំបាទបងប្អូននឹងភ្ជាប់កាមេរ៉ាបាន 100% បាទហើយបង្កើត account បាន 100% ហើយអាចភ្ជាប់កាមេរ៉ាបានបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ